ខ្ញុំចង់ឲ្យបងប្អូនស្គាល់អំពីមុខម្ហូបដ៏ឆ្ងាញ់មួយមុខនេះថ្ងៃនេះខ្ញុំបង្ហាញជូនបងប្អូនបាទដោយអស់ពីចិត្តតែម្ដងម្ហូបនេះគឺជាម្ហូបដែលបងប្អូនបាទញ៉ាំបានទាំងអ្នកចូលចិត្តញ៉ាំសាច់ក៏ញ៉ាំបានអ្នកដែលចូលចិត្តញ៉ាំបន្លែក៏ញ៉ាំបានបាទជាពិសេសម្ហូបនេះគឺអត់ប្រើសាច់ទេបាទបន្លែសុទ្ធទាំងអស់ម្ល៉េះហើយធ្វើឲ្យម្ហូបនេះមានរសជាតិឆ្ងាញ់បាទមានបងប្អូនខ្លះគាត់អត់ទាន់ដឹងណាត្រប់ស្រួយឬត្រប់ក្រៀបរបស់យើងនេះណាក្រៅពីយកមកធ្វើនលក់ឬក៏យកធ្វើជាសម្លដូចជាសម្លម្ជូរសម្លកកូរអីហ្នឹងបាទក្រៅពីនលក់បន្លែអស់ហ្នឹងបងប្អូនអាចយកត្រប់ស្រួយរបស់យើងនេះមកធ្វើឡាបត្រប់ស្រួយញ៉ាំបានបាទហើយក៏មានរសជាតិឆ្ងាញ់ចំពោះមុខម្ហូបមួយនេះគឺតម្រូវឲ្យបងប្អូនណាដែលមិនសូវចូលចិត្តញ៉ាំសាច់អញ្ចឹងហើយជាម្ហូបសុខភាពដែរដើម្បីកុំឲ្យខាតពេលវេលាយូរបាទសូមអញ្ជើញបងប្អូនតោះតើមើលទាំងអស់គ្នាបាទបងប្អូនមុនដំបូងនេះក្រោយពីយើងបានយកត្រប់របស់យើងបាទត្រប់ក្រៀបឬត្រប់ស្រួយនេះបាទចិត្តលាងទឹកបាទយើងពុះបាទយើងអាចពុះវាជា4ឬជា2អញ្ចឹងណាបងប្អូននេះពុះដូចខ្ញុំបង្ហាញនេះណានឹងឯពុះវាមកបន្តមកទៀតយើងយកមកស្ងោរសិនបាទត្រប់ហ្នឹងណាត្រប់ស្រួយក៏បានត្រប់ក្រៀបក៏បានបាទបងប្អូនខ្លះគាត់ហៅត្រប់ស្រួយបងប្អូនខ្លះគាត់ហៅត្រប់ក្រៀបបាទអញ្ចឹងយើងស្ងោរសិនណាបាទបងប្អូនចំពោះមុខម្ហូបនេះផងដែរតម្រូវឲ្យមានដើមខ្ទឹមបងប្អូនណាដើមខ្ទឹមព្រមទាំងជីរណាហ្នឹងហើយយើងប្រើជីរណាផងបាទប្រើដើមខ្ទឹមផងហើយក៏មានជីអង្កាមផងដែរបងប្អូនយើងត្រូវប្រើជីអង្កាមផងដែរណាបាទអូខេឥឡូវនេះយើងយកដើមខ្ទឹមព្រមទាំងជីសង្កោចរបស់យើងនេះឬក៏ជីរណាណាបងប្អូនយកមកហាន់សិនបាទឥឡូវនេះយើងហាន់វាសិនមកបាទហាន់វាល្អិតៗទៅបងប្អូនបាទនេះតូចៗចឹងមកនេះហ្នឹងហើយហាន់ដូចខ្ញុំបង្ហាញដែរបងប្អូនហ្នឹងហើយល្អិតមកដូចយើងហាន់ដាក់គុយទាវដាក់បបរអញ្ចឹងណាបាទនេះគឹបអញ្ចឹងមកបាទតើនេះបានហើយបងប្អូននេះហាន់មកអញ្ចឹងណាអូខេហើយចំណែកជីអង្កាមនេះគឺយើងមិនបាច់ហាន់អីទេបាទយើងបេះសន្លឹកវាបាទតោះបងប្អូនឥឡូវយើងងាកមកមើលត្រប់របស់យើងដែលយើងបានស្ងោរហ្នឹងបាទយើងស្ងោរឲ្យយូរទៅធ្វើយ៉ាងម៉េចឲ្យត្រប់របស់យើងហ្នឹងបានផុយសិនណាបងប្អូនហ្នឹងហើយនេះយើងមើលបើសិនជាត្រប់យើងបានផុយល្អហើយបងប្អូនចាប់ផ្ដើមស្រង់ត្រប់របស់យើងមកបាទស្រង់ចេញមកបាទនេះស្រង់ហើយយើងទុកឲ្យវាត្រជាក់សិនណាបងប្អូនបាទសម្រោះវាមកបាទស្រង់ហើយសម្រោះវាបងប្អូនតែមិនឲ្យវាត្រជាក់សិនទៅចាំយើងចាប់ផ្ដើមធ្វើបន្តទៀតបាទបងប្អូនចំពោះម្ហូបនេះដែរគឺតម្រូវឲ្យយើងមានខ្ទឹមសខ្ទឹមក្រហមណាបងប្អូនហ្នឹងហើយខ្ទឹមសខ្ទឹមក្រហមនេះបងប្អូនដាក់តិចឬច្រើនតាមអាស្រ័យបងប្អូនចូលចិត្តទេបាទបើសិនជាមានច្រើនក៏ដាក់រឹតតែល្អเนาะហ្នឹងហើយខ្ទឹមសខ្ទឹមក្រហមដាក់ចូលមកបន្តមកទៀតក៏មានម្ទេសផងដែរបងប្អូនណាម្ទេសហិលយើងមានទុំមានខ្ចីបាទបងប្អូនក៏ដាក់ទៅតាមអាស្រ័យបងប្អូនថាចូលចិត្តហិលឬមិនហិលអញ្ចឹងណាបាទដាក់ចូលមកដើម្បីលីងតែមុននឹងលីងបងប្អូនខ្ញុំណែនាំបងប្អូនឲ្យបន្ថែមឬក៏ចាក់ទឹកចូលបន្តិចមកហ្នឹងហើយបងប្អូនយើងស្ងោរបន្តិចចេះធ្វើយ៉ាងណាឲ្យវាបានឆ្អិនសិនមកចាំយើងលីងតាមក្រោយបងប្អូនណាហ្នឹងហើយនេះដាក់ទឹកមកស្ងោរអញ្ចឹងមកបាទបងប្អូនឥឡូវនេះឃើញថាចាប់ដើមរីងនេះបងប្អូនណាដល់ពេលអញ្ចឹងបងប្អូនចាប់ដើមរីងមកហ្នឹងហើយរីងធ្វើយ៉ាងណាឲ្យឡើងពួងកឡាតបាទឲ្យឡើងពួងកឡាតមកក្នុងវីដេអូនេះដែរខ្ញុំសូមសំណូមពរដល់បងប្អូនណាមេត្តាជួយ like share វីដេអូនេះបាទបន្តផងដើម្បីចែករំលែកជូនដល់បងប្អូនយើងដទៃទៀតបាទដែលគាត់ចង់ចេះធ្វើម្ហូបឬក៏កំពុងតែរៀនធ្វើម្ហូបអីអញ្ចឹងបាទហើយក៏ជាបុណ្យកុសលមួយផងដែរណាបងប្អូនបាទបងប្អូនឥឡូវនេះយើងបានលីងហើយនេះឲ្យបានវាឡើងពួរកឡានចាំមកនេះឃើញទេបាទឲ្យរៀងខ្លោចតិចចាំមកដល់តែឈ្ងុយហ្មងបងប្អូនហ្នឹងហើយគ្រាន់តែប៉ុណ្ណេះយើងចាប់ផ្ដើមបាទឈប់លីងទៅដាក់ចាក់ចូលក្នុងចានទៅបងប្អូនអូខេនេះ
ប៉ុណ្ណេះដល់ឆ្ងាញ់បងប្អូនឈ្ងុយហ្នឹងហើយតោះយើងចាប់ផ្ដើមធ្វើបន្តទៀតបាទបងប្អូនឥឡូវយើងចាប់ផ្ដើមធ្វើតែម្ដងដោយយើងរៀបចំរួចអស់ហើយណាគ្រឿងក្រៅអីហ្នឹងបាទម្ទេសខ្ទឹមក្រហមខ្ទឹមសនេះហើយយើងបានលីងអំបាញ់មិញហ្នឹងបាទដាក់ចូលមកក្នុងត្បាល់របស់យើងដើម្បីបុកណាបងប្អូនហ្នឹងដាក់ចូលមកដើម្បីបុកអូខេឥឡូវយើងចាប់ផ្ដើមបុកហើយបងប្អូនណាបាទបុកវាសិនមកបាទបងប្អូនឥឡូវនេះយើងបុកបានម៉ត់ប៉ុណ្ណឹងបាទបងប្អូនអាចបុកឲ្យម៉ត់ជាងនឹងក៏បានដែរណាបងប្អូនហ្នឹងហើយបន្តមកទៀតនេះយើងចាប់ផ្ដើមយកត្រប់របស់យើងនេះត្រប់ក្រៀបឬត្រប់ស្រួយដែលយើងបានស្ងោរហ្នឹងដាក់ចូលតែម្ដងបាទដាក់ចូលមកដើម្បីបុកបន្តបងប្អូនណាដាក់មកបុកវាគ្រាន់តែប៉ុណ្ណេះឈ្ងុយបាត់ហើយបងប្អូនហ្នឹងហើយបាទបងប្អូនបុកចុះបុកឡើងឃើញថាវាបានម៉ត់ប៉ុណ្ណេះហ៎បងប្អូននេះពងពេញឆ្ងាញ់ហើយបងប្អូនដល់ពេលនេះគឺយើងចាប់ផ្ដើមបងគ្រឿងហើយបងរសជាតិណាហ្នឹងហើយបងប្អូនណានេះបងប៊ីចេងមកហ្នឹងហើយបងប្អូនណាដែលចូលចិត្តប៊ីចេងច្រើនដាក់ឲ្យច្រើនហ្នឹងហើយបើមិនចូលចិត្តទេដាក់ឲ្យតិចអញ្ចឹងណាបងប្អូនហើយស្ករអញ្ចឹងដែរបាទស្ករយើងដាក់បន្តិចទៅហើយបងប្អូនភ្លក់ផងពេលធ្វើណាបងប្អូនណាហ្នឹងការញ៉ាំវាខុសគ្នាអញ្ចឹងហើយខ្ញុំអត់ហ៊ានប្រាប់ថាដាក់ប៉ុណ្ណាអីប៉ុណ្ណីទេអញ្ចឹងប៉ុន្តែគ្រាន់ថាយើងដាក់អីខ្លះអញ្ចឹងអានឹងគឺខ្ញុំប្រាប់ម្ហូបនេះណាបងប្អូនហ្នឹងហើយឥឡូវយើងដាក់ស្ករដាក់ប៊ីចេងដាក់រួចហើយអញ្ចឹងទៅយើងក៏មានទឹកប្រហុកផងដែរបងប្អូនណាទឹកប្រហុកបងប្អូនយកប្រហុកយើងប្រហុកសាច់យកទៅស្ងោរយកជាទឹកមកក៏បានដែរឬអាទឹកប្រហុកសម្រាប់បុកល្ហុងក៏បានដូចគ្នាហ្នឹងហើយដាក់ចូលទៅយើងបន្ថែមក្រោយទៀតកុំភ័យបងប្អូនបាទដាក់ភ្នែកសិនមកហើយយើងក្លុកវាបាទក្លុកវាសិនមកណាក្លុកអញ្ចឹងមកហើយបងប្អូនភ្លុកមើលផងកុំភ្លេចណាប៉ុន្តែកុំឲ្យតន់ភ្លុកបងប្អូនដាក់ក្រូចឆ្មាសិនក្រូចឆ្មាយើងមានបាទដាក់តាមនឹងទៅបងប្អូនបើស្ទើជូរបន្ថែមទៀតក៏បានដែរបងប្អូនកុំឲ្យចំបាច់ទាំងដងផ្លែឡូវាជូរទៅជ្រុលទៅពិបាកកែណាបាទអញ្ចឹងហើយខ្ញុំចំបាច់ប្រហែលជា4ចំណិតណាហ្នឹងហើយបើស្ទើខ្ញុំអាចនឹងបន្ថែមទៀតម្ហូបនេះប្លែកសម្រាប់បងប្អូនហើយខ្ញុំជឿជាក់អញ្ចឹងហ្មងបាទហើយក៏លុកបន្តិចមកឲ្យរសជាតិដូចជាក្រូចឆ្មាដូចជាប្រហុកស្ករប៊ីចេងឲ្យបានចូលសពអញ្ចឹងហើយយើងយកអង្ករលីងបងប្អូនណាមានអង្ករលីងផងដែរនេះកុំភ្លេចបងប្អូនអង្ករលីងបាទដាក់អង្ករលីងចូលទៅនេះដាក់បណ្ណេះសិនមកដាក់អង្ករលីងដើម្បីឲ្យឈ្ងុយបងប្អូនពាក្យថាឡាបហ្នឹងត្រូវតែមានហើយអង្ករលីងហ្នឹងហើយដាក់ចូលមកបើស្ទើយើងបន្ថែមទៀតក៏បានដែរបងប្អូនអង្ករលីងដាក់មកហ្នឹងហើយដាក់ធ្វើម៉េចឲ្យបានឈ្ងុយឆ្ងាញ់ណាបងប្អូនបន្ថែមបន្ថយតាមហ្នឹងបាទហើយកុំភ្លេចបាទបន្តមកទៀតនេះស្លឹកជីដែលយើងបានហាន់ជាមួយនឹងដើមខ្ទឹមណាដាក់ចូលមកជីរណាដើមខ្ទឹមបាទហើយចំណែកជីនេះបាទជីអង្កាមនេះក៏ដាក់បន្តិចចូលសិនមកបាទហ្នឹងហើយហើយយើងចាប់ដើមញុំវាបាទកុំឲ្យបុកខ្លាំងពេកញុំទៅបានហើយបាទអូខេបងប្អូនគ្រាន់តែប៉ុណ្ណេះយើងបានម្ហូបឆ្ងាញ់មួយមុខទៀតបាទហើយបាទបងប្អូនសាកយកទៅធ្វើតាមមើលម្ហូបនេះឆ្ងាញ់ណាស់បងប្អូនគេហៅថាឡាបត្រប់ស្រួយឬក៏ឡាបត្រប់ក្រៀបបាទនេះបងប្អូនចំណែកបន្លែវិញយើងអាចញ៉ាំទូទៅអញ្ចឹងមានបន្លែត្រសក់សណ្ដែកអីអញ្ចឹងគឺឆ្ងាញ់ដូចគ្នាបងប្អូនណាជីដែលណែជីអង្កាមដាក់ចូលមកនេះឆ្ងាញ់មែនទេតែម្ដងកុំភ្លេចបងប្អូនសំណូមពរមេត្តាជួយ like share បន្តផងវីដេអូនេះក៏បានចូលដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណបងប្អូនដែលបានចូលរួមទស្សនាវីដេអូនេះជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់ប្រការជម្រាបលាជួបគ្នាវីដេអូក្រោយ